ជុំយ៉ាបងប្អូននេះថ្ងៃនេះដុតត្រីប្រាជាមួយនឹងទឹកស៊ីអ៊ីវក្រូចឆ្មាអែមសែមបងប្អូនត្រីប្រាមួយ3គីឡូមួយឆ្នាំងធំបងប្អូនឃើញទេពេញបឹបហ្មងពេញលេងពេញឆ្ងាញ់ណាបងប្អូនអើយថ្ងៃនេះអែមបងប្អូនអែមសម្រាប់មួយមុខនេះខ្ញុំហ៊ានឲ្យ10លើ10អ្នកដែលចេះញ៉ាំត្រីប្រាហូបត្រីប្រាដឹងតែអែមសែមហើយបាយក៏ត្រូវត្រជាក់ក៏ត្រូវស្រាថ្នាំរឹតតែពិសេសអូពេញលេងពេញឆ្ងាញ់ណាបងប្អូនអើយតំណងបងប្អូនមើលសាច់ត្រីនេះណែអូបងប្អូនអើយម៉ាត់មកអែមមកនេះសាច់ត្រីយើងណាអូអែមអែមជាតិមកបងប្អូនពេញលេងពេញឆ្ងាញ់យីដែរនេះជួរសជាតិគឺកប់ស្រីបងប្អូនរសជាតិជូរហឹរយើងដាក់ម្ទេសរៀងចាស់ដៃតិចមកអែមមកបងប្អូនអើយ